យើងយកលោកមកហាលថ្ងៃដើម្បីកុំឲ្យមានជំងឺបើសិនជាលោកយើងចេញតាក់រាល់ថ្ងៃអត់សូវមានបញ្ហាអីទេយើងមិនបាច់ហាលក៏បានដែរប៉ុន្តែបើសិនជាលោកបងប្អូនដែលអត់ទាន់បានចេះលេងខ្លាំងឬក៏អត់ទាន់អាចយកទៅតាក់នៅខាងក្រៅបានហើយចឹងបងប្អូនត្រូវតែយកមកហាលថ្ងៃអាចថាមានពេលកម្ដៅមួយខែបាន2ដងឬក៏3ដងទៅដើម្បីឲ្យសម្លាប់មេរោគតែកុំហាលថ្ងៃក្តៅខ្លាំងអាចរមលប់ដើមឈើបាំងទៅក្តៅចូលត្រូវលោកយើងនឹងមកល្មមបានហើយដើម្បីកម្ចាត់មេរោគអាចថាមកខែ2ឬក៏3ដងអីចឹងទៅបើសិនជាលោកបងប្អូនចេញលេងបានហើយអាហ្នឹងបងប្អូនពេលណាប្រែបងប្អូនទៅលេងវានឹងត្រូវកម្ដៅហើយអញ្ចឹងអត់អីទេមិនបាច់ដាក់ហាលថ្ងៃក៏បានដែរប៉ុន្តែបើសិនជាលោកបងប្អូនដែលអត់ទាន់លេងបានត្រូវតែហាលថ្ងៃដើម្បីកម្ចាត់មេរោគ